ក្តៅតែម្ដងប្រិមិត្តនៅពេលមុននេះឧត្តមសេនីយ៍ឯកជូននរិនបានប្រកាសថានឹងមិនលើកលែងទៅដល់បុគ្គលដែលប្រព្រឹត្តបទល្មើសនោះទេយោងតាម Facebook Page ដែលមានឈ្មោះថាឧត្តមសេនីយ៍ឯកជូននរិនបានបង្ហោះនៅលើគណនីថាខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជូនជ្រាបថាប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើននៅតាមបណ្ដាញសង្គមលើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី15ខែ5ឆ្នាំ2025មុខក្រសួងមហាផ្ទៃធ្វើឲ្យមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្សដែលបង្កឡើងដោយនគរបាលរាជធានីម្នាក់ឈ្មោះថាហ៊ុនហេងភេទប្រុសសូមជម្រាបជូនថាភ្លាមខ្ញុំបាទបញ្ជាឲ្យជំនាញនឹងមូលដ្ឋានចុះដល់កន្លែងកើតហេតុចាត់ចែងឃាត់ខ្លួនអ្នកបង្កវាស់ជាតិអាកុលសង្គ្រោះអ្នករបួសនិងរៀបចំសណ្ដាប់ធ្នាប់សូមមហាជនជ្រាបថាច្បាប់គឺមិនបានបែងចែកវណ្ណៈនោះទេគឺអនុវត្តដូចគ្នាស្មើភាពគ្នាខ្ញុំបាទមិនដែលលើកលែងទេអ្នកដែលប្រព្រឹត្តបទល្មើសពេលនេះឈ្មោះហ៊ុនហេងបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះព្រមទាំងអនុវត្តទៅតាមបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណ្ឌផងដែរសូមមហាជនជូនជ្រាបជាព័ត៌មាននិងសំណូមពរដល់អ្នកប្រើប្រាស់មធ្យោបាយលើដងផ្លូវគ្រប់ប្រភេទបាទត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ជាដាច់ខាតទាំងអស់គ្នាបើស្រវឹងសូមកម្រើកបសូមគោរពអគុណនិងអគុណបាទបងប្អូនប្រិមិត្តជាទីគោរពទាំងអស់គ្នានេះគឺជាសំណេរមួយរបស់ឯកឧត្តមសេនីយ៍ឯកជូននរិនដែលបានបង្ហោះអំបញ្ញមិញនេះពាក់ព័ន្ធទៅនឹងបុរសម្នាក់ដែលជាមន្ត្រីរាជការដែលជាអ្នកធ្វើការក្នុងជួររដ្ឋាភិបាលដែលមានឈ្មោះថាហ៊ុនហេងបានបង្កគ្រោះថ្នាក់នៅមុខក្រសួងមហាផ្ទៃបណ្ដាលឲ្យបុរសម្នាក់បានបាត់បង់ជីវិតនិង4នាក់ទៀតបានរងរបួសធ្ងន់ស្រាលផងដែរអញ្ចឹងបុរសនេះគឺត្រូវបានបណ្ដេញក៏ដូចជាដកចេញពីក្របខ័ណ្ឌរដ្ឋាភិបាលហើយនៅព្រឹកនេះនឹងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់អញ្ចឹងបងប្អូនហើយបើតាមរូបភាពដែលខ្ញុំបានអុសនៅលើបណ្ដាញសង្គមឃើញគឺថ្ងៃនោះប្រហែលជាគាត់ចេញពីក្រៅអូខេព្រោះអីមានរូបថតគាត់អោបជាមួយនឹងស្រីស្នេហ៍របស់គាត់ទៀតហើយជាតិអាកុលនោះគឺរហូតទៅដល់40ឯណោះ40គឺខ្លាំងមែនទែនដូច្នេះបណ្ដាលឲ្យបុរសម្នាក់នេះបើកបរក្នុងស្ថានភាពស្រវឹងអ្នកថាជន់ប្រាំងមិនដឹងប្រាំងជន់គែមិនដឹងគែក៏បណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះក៏ទៅបងប្អូនហើយយកអាយុជីវិតគេយកមកលេងសើចសម្រាប់អត្ថបទនេះក៏ត្រូវបានបញ្ចប់សម្រាប់បងប្អូនដែលចង់បានព័ត៌មានថ្មីៗនៅក្នុងដៃសូមចុច Subscribe Channel របស់ Admin មួយសូមអរគុណសូមជម្រាបលា